គេថាលោកនាយកបានដឹងការពិតតាំងពីដើមមកម្លេះទើបអនុញ្ញាតឲ្យលីមដាវីតស៊ើបអង្កេតហើយជឿជាក់ថាលីមដាវីតនឹងចាត់វិធានការដោយសាររឿងនេះបន្ទាប់មកគាត់បានដោះលែងទីហ៊ានដែលលីមដាវីតវាយដែលជាទីហ៊ានរបស់ប្រធានក្រុម Shen នេះជាមូលហេតុដែលមេបញ្ជាការបាននិយាយថានឹងមានអ្នកខ្លះលំអៀងទៅរកពួកគេលុះត្រាតែប្រកាសថាលីមដាវីតនឹងមិនលាតត្រដាងការពិតទេទើបគាត់អនុញ្ញាតឲ្យនាយកសាលាស៊ូប្រាប់ការពិតទៅពលបាល់ត្រីភៀវនាយកបានទូរស័ព្ទទៅបង្គោលហេតុដោយផ្ដល់ជំរឿនពីរដល់លីមដាវីតគឺរាយការណ៍អំពីលោករ៉ូហ្វាស៊ីដែលបានប្រថុយជីវិតជួយសង្គ្រោះអ្នកដទៃឬរាយការណ៍អំពីលោករ៉ូហ្វាស៊ីដែលត្រូវបានគេធ្វើបាបទាហានរហូតដល់ស្លាប់បើជ្រើសរើសជំរឿនទី2ប្រាក់បំណាច់ប្រចាំឆ្នាំរបស់ឪពុកម្ដាយរ៉ូហ្វាស៊ីនឹងត្រូវបានផ្អាកតើគាត់អាចជ្រើសរើសដោយរបៀបណាពលបាល់ត្រីផាកបានទទួលទូរស័ព្ទហើយបានសួរលោកនាយកថាហេតុអ្វីបានជាគាត់កំណត់គោលដៅលើពួកគេស្រាប់តែអ្នកនៅខាងនោះផ្ដួលទៅជាមេបញ្ជាការដែលចាប់ផ្ដើមនិយាយគាត់បានព្រាមានពួកគេកុំឲ្យហ៊ានលេងសើចហើយបានរំលឹកពលបាល់ត្រីផាកឲ្យបើកប្រអប់ប្រដាប់ក្មេងលេងមើលនៅក្នុងប្រអប់នោះមានលុយច្រើនសន្ធឹកសន្ធាប់លើសពីនេះវ័យកយប័ត្រហាងលក់ប្រដាប់ក្មេងលេងនិងកាមេរ៉ាសុវត្ថិភាពអាចបង្ហាញថាពលបាល់ត្រីផាកបានលេងល្បែងចាញ់ប្រាក់នេះតម្រូវការរបស់មេបញ្ជាការគឺសាមញ្ញណាស់គឺត្រូវប្រគល់ USB ឲ្យគាត់បើមិនដូច្នោះទេគាត់នឹងលាតត្រដាងរឿងនេះក្នុងស្ថានភាពបច្ចុប្បន្នពួកគេគ្មានជំរើសអ្វីក្រៅពីប្រគល់ USB នោះទេ USB ស្ថិតនៅក្នុងហាងមួយក្នុងទីក្រុងយ៉ុងសានអានយួនហូត្រូវបានចាត់តាំងឲ្យរារាំងហានហូយុលមិនឲ្យចូលទៅចិត្តហើយអានយួនហូមិនត្រូវបើកវាឡើយព្រោះវានឹងបន្សល់ទុកកំណត់ត្រាមិនយូរប៉ុន្មានក្រោយមកលោកស្រីស៊ូបានចូលនិវត្តន៍មិនថាមកពីយុទ្ធសាស្ត្រចិត្តសាស្ត្រឬហេតុផលផ្ទាល់ខ្លួនទេប៉ុន្តែនាងមិនពេញចិត្តនឹងនីតិសាស្ត្ររបស់លោកនាយកឡើយដូច្នេះនាងបានបង្កើតការិយាល័យមេធាវីហើយបានសម្រេចចិត្តការពារជនជាប់ចោទដែលជាទាហានថាត់ទន្ទឹមនឹងនេះ USB នោះត្រូវបានម្ចាស់ហាងរក្សាទុកដោយសុវត្ថិភាពប៉ុន្តែវាមិនអាចចម្លងបានទេអានជុនហូបានរកឃើញថានៅខននោះមានករណីប្រព្រឹត្តខកធ្ងន់ធ្ងរជាច្រើនរបស់ទាហាននិងផែនការទំនាក់ទំនងសាធារណៈក្នុងនោះក៏មានវីដេអូនៃកម្លាំងកាត់ហេតុបាញ់ប្រហាររបស់ទាហានថាត់ផងដែរវីដេអូបានបង្ហាញថាបន្ទាប់ពីទាហានថាត់ចាក់ចាញ់នៅមានអ្នកនៅរកម្នាក់ទៀតក្នុងបន្ទប់ដោយគ្រាន់តែត្រូវរបួសជើងប៉ុណ្ណោះប៉ុន្តែលោកនាយកដើម្បីបិទបាំងរឿងនេះបានសម្រេចចិត្តមិនជួយសង្គ្រោះអ្នកដែលរងគ្រោះដែលទីបំផុតបណ្ដាលឲ្យអ្នកនៅរស់នោះស្លាប់ប៉ុន្មានថ្ងៃក្រោយមកពិធីបុណ្យសពជនរងគ្រោះត្រូវបានបញ្ចប់លោកស្រី Shen ដែលជានាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សបានទទួលទូរស័ព្ទពី En Chun Ho តាមពិត En Chun Ho បន្ទាប់ពីបានឃើញមាតិកាក្នុង USB ក៏ឡើងចង់ឈួរមើលទៀតហើយបើរត់មិនអល់ពើនឹងទុកលំបាករបស់ទាហានទេចូលប្រគល់វាទៅឲ្យសាធារណជនវិនិច្ឆ័យចុះដូច្នេះ En Chun Ho ដែលមានភារកិច្ចតាមប្រមាញ់ទាហានរត់ចោលជួរក៏បានក្លាយជាទាហានរត់ចោលជួរខ្លួនឯងដែរគាត់បានស្នើសុំឲ្យនាយក Shen ជួបគាត់នៅកម្លាំងតម្កល់ធានដោយគាត់នឹងប្រគល់ USB នោះទៅឲ្យនាងតាមពិតនាយក Shen មានអត្តសញ្ញាណមួយទៀតនាងជាបងស្រីរបស់ Shen Wusok ដែលជាទាហានរត់ចោលជួរដំបូងដែលគាត់ En Chun Ho បានតាមចាប់ Han Ho Yel និងពលបាល់ត្រីផាកមិនអាចទាក់ទង An Jun Ho បានទេពួកគេក៏ប្រញាប់ទៅផ្ទះ An Jun Ho ហើយម្ដាយចុងរបស់គាត់កំពុងរងចាំពួកគេនៅពេលដែលនាងដឹងថា An Jun Ho មិនបានរត់ចោលជួរដោយសារកំហុសទេនាងក៏ធូរទ្រង់នាងបានបង្ហាញពួកគេនៅកំណត់ចំណាំដែល An Jun Ho បានបន្សល់ទុកប៉ុន្តែ An Jun Ho មិនបាននិយាយថាគាត់នឹងទៅទីណាទេសម្បត្តិនោះគ្រាន់តែជាការភូតភរដើម្បីឲ្យម្ដាយគាត់ស្ងប់ចិត្តប៉ុណ្ណោះនៅខាងនោះលោកនាយកនិងមេបញ្ជាការក៏បានទទួលព័ត៌មានអំពីការរត់ចោលជួររបស់ An Jun Ho ដែរពួកគេមានអារម្មណ៍ថាមានអ្វីមិនល្អហើយបានប្រមូលទ័ពជាបន្ទាន់ដោយបញ្ជាឲ្យនាំខ្លួនគាត់មកវិញទោះបីប្រើវិធីអ្វីក៏ដោយអានជូនហូបានជិះរថភ្លើងល្បឿនលឿនឆ្ពោះទៅកន្លែងតម្កល់ធាតុប៉ុន្តែព័ត៌មានទិញសម្បត្តិត្រូវបានយោធាស្ទាក់ចាប់បានគាត់ដឹងថាគ្មានអធិកម្បាំងអ្វីក្នុងសង្គមព័ត៌មានទេហើយថាតើមនុស្សម្នាក់អាចយកឈ្នះកងទ័ពទាំងមូលដោយរបៀបណាប៉ុន្តែកំហឹងរបស់បរិសដែលអស់សង្ឃឹមមិនមែនជារឿងដែលគួរលេងសើចនោះទេគាត់បានប្រោសដីតូចចង្អៀតដើម្បីប្រយុទ្ធនឹងសត្រូវដែលហូរចូលឥតឈប់ឈរទីបំផុតសត្រូវចុងក្រោយបានដួលចុះប៉ុន្តែគាត់ក៏រងរបួសធ្ងន់ដែរពេលនោះមេបញ្ជាការក៏បានមកដល់សមរភូមិគ្រាន់តែអានជូនហូហៀបនឹងត្រូវមេបញ្ជាការចាប់បានក៏មានមនុស្សម្នាក់ទៀតស្ទុះចូលមកគឺ Han Ho Year គាត់ឈឺចាប់ខ្លាំងពេលឃើញរបួសលើខ្លួនអានជូនហូហើយបានរារាំងមេបញ្ជាការយ៉ាងតឹងរឹងអនុញ្ញាតឲ្យអានជូនហូរត់កាច់ខ្លួនបានប៉ុន្តែនៅលើផ្លូវនៃយុត្តិធម៌តែងតែមានឧបសគ្គពេលអានជូនហូទើបតែរួចខ្លួនពីការតាមចាប់គាត់ត្រូវបានចាប់ដោយមនុស្សម្នាក់ទៀតដែលជាឯកពលរដ្ឋ Vu ជាដៃគូដំបូងរបស់គាត់ពេលគាត់ចូលអង្គភាព DP ហើយក៏ជាអ្នកម្នាក់ក្នុងចំណោមអ្នកដែលបណ្ដាលឲ្យ Sin Wusuk ស្លាប់ឯកពលរដ្ឋ Vu ឃើញគាត់ខ្វល់ខ្វាយខ្លាំងអំពី USB នោះក៏ជន់វាបំបែកបន្ទាប់មកគាត់បាននាំអានជូនហូទៅជួបមេបញ្ជាការបានត្អូញត្អែថាយុវជនទាំងនេះពិតជាឆាវឆាវណាស់ដែលហ៊ានជន់បំផ្លាញ USB ដែលមិនបានសួរនាំអ្វីទាំងអស់ហើយឥឡូវនេះមេបញ្ជាការត្រូវជួសជុលវាដោយខ្លួនឯងពេលកំពុងនិយាយមេបញ្ជាការបានជួសជុល USB រួចរាល់ប៉ុន្តែនៅពេលដែលគាត់ដោតចូលគាត់ឃើញថាវាគ្រាន់តែជាការផ្សាយពាណិជ្ជកម្មហាងកុំព្យូទ័រប៉ុណ្ណោះ USB នោះមិនអាចចម្លងបានទេប៉ុន្តែបន្ទះជីបខាងក្នុងអាចបដូរបាន USB ពិតប្រាកដត្រូវបានលាក់ទុកក្នុងទូដាក់អីវ៉ាន់នៅស្ថានីយ៍រថភ្លើងយ៉ាងវិញទៀតពលបាល់ត្រីភៀវនិង Han Ho Yol ត្រូវបានជួតំណែងឃុំខ្លួនដោយសារជួយអានជុនហូប៉ុន្តែ Han Ho Yol មានចំណុចផ្សោយរបស់មេរបស់គាត់កាលពីមុនមេរបស់គាត់បានបន្លំយោធាវិការសាធារណៈដើម្បីបញ្ជូនកូនប្រុសទៅរៀននៅសហរដ្ឋអាមេរិកដើម្បីលេខលែងកូនប្រុសពីការបម្រើយោធាប្រសិនបើរឿងនេះត្រូវបានលាតត្រដាងគឺជារឿងធ្ងន់ធ្ងរក្រោមការគំរាមកំហែងរបស់ Han Ho Yol មេរបស់គាត់បានសារភាពពីរឿងមួយចំនួនគេក៏ថាលោកនាយកទោះបីដឹងការពិតក៏ដោយក៏នៅតែបញ្ជូន Lim David និង An Chun Ho ទៅស៊ើបអង្កេតនៅប៉ុស្តិ៍សង្កេតការណ៍ដែរក្នុងអំឡុងពេលនោះមេរបស់គាត់ត្រូវបានលោកនាយកបង្ខំឲ្យសហការលោកនាយកគ្រាន់តែហៅមេរបស់គាត់ថាជាដៃគូដែលគ្មានប្រយោជន៍ប៉ុន្តែអ្វីដែលគាត់ចង់ដឹងជាងនេះគឺថា Han Ho Yol ចង់ធ្វើអ្វីជាមួយនឹងការថតសម្លេងនេះចំណែកឯ USB គាត់នឹងលាតត្រដាងវាមុនពេលការជំនុំជម្រាមទាហានថាត់